យើងនឹងមានបន្ទប់ទំនេរច្រើនដែរឲ្យមិត្តមកនៅជាមួយយើងតែល្អទេកូនឲ្យស្នាក់នៅសន្តាគារនោះល្អហើយណាម៉ាក់គេនឹងបានចេញចូលងាយស្រួលហើយម្យ៉ាងទៀតបារាំងគេចូលចិត្តសេរីភាពដែរណាម៉ាក់អញ្ចឹងតាមចិត្តចោលតែបើបដូរចិត្តនៅពេលណាប្រាប់ម៉ាក់ណានឹងបានឲ្យអ៊ំអួនរៀបចំបន្ទប់ឲ្យតាន់អរគុណច្រើនណាស់ម៉ាក់លោកជំទាវគិតយ៉ាងម៉េចដែលឲ្យអ្នកនាងនាំមិត្តភ័ក្តិមកស្នាក់នៅក្នុងផ្ទះរបស់យើងខ្ញុំគិតថាឲ្យស្នាក់នៅក្នុងសន្តាគារល្អហើយគេជាបុរសនឹងឲ្យចេញចូលនៅក្នុងផ្ទះយើងគឺវាមិនសូវល្អទេណាចាតែបើឲ្យមកនៅជាមួយយើងវានឹងបានចិត្តភ្នែកបន្តិចមិនទេអ៊ំអួនលោកជំទាវកង្វល់ខ្លាចអ្នកនាងបានប្តីបារាំងមែនទេចារឿងជនល្មើសដែលបាញ់អ្នកនាងអាទិត្យចាប៉ូលីសអាចស៊ើបដឹងខ្លះហើយនៅទេសង្ស័យរឿងនេះមិនអាចចោទប្រកាន់លើអ្នកណាបានជនល្មើសមិនបានទុកភ័ស្តុតាងអីទាំងអស់តែតើគេដឹងដែរថាអ្នកណាដែលគួរសង្ស័យជាងគេបំផុតនោះហេតុអីគេទៅមិនព្រមឲ្យប៉ូលីសចាប់នេះប្រជានោះតែម្ដងទេភ័ស្តុតាងណៃណាបើឲ្យប៉ូលីសទៅចាប់គេនោះហើយបើគ្មានភ័ស្តុតាងខ្ញុំនេះហើយនឹងត្រូវចាប់ជំនួសវិញតែទោះបីយ៉ាងណាត្រូវប្រយ័ត្នខ្លួនណាស់មែនទេកាលពីលើកមុនវាធ្វើមិនបានសម្រេចវាពិតជាមិនចាត់ការម្ដងទៀតមិនខានទេសួរឯងក៏ត្រូវប្រយ័ត្នខ្លួនដែរណានៅក្បែរនាយនោះគេអាចនឹងធ្វើអ្វីឈួតមកទៀតក៏ថាបានបើមានដំណឹងអ្វីប្លែកសុកត្រូវប្រញាប់ប្រាប់ខ្ញុំណាអរគុណខ្ញុំគិតមិនខុសមែនដែលជ្រើសរើសលោកមកធ្វើការជាមួយគ្នាអរគុណបាទដើមឡើយខ្ញុំគិតថាលោកធ្វើការនៅទីនេះមិនបានយូរព្រោះអីលោកជាគ្រួសាររបស់ប្រភពវិសិទ្ធព្រោះអីលោកពិតជាត្រឡប់ទៅជួយការងារក្រុមគ្រួសារខ្ញុំគ្មានគំនិតចង់ធ្វើការជាមួយជំទាវម៉ាក់ទេបាទខ្ញុំជាកូនចិញ្ចឹមចង់បានការងារធ្វើជារបស់ខ្លួនឯងយល់ហើយកំឡោះកម្លាំងខ្លាំងបើមានអ្វីឲ្យខ្ញុំជួយសូមប្រាប់ខ្ញុំមកចុះណាខ្ញុំព្រមនឹងជួយគ្រប់គ្រងលោកពេញទីណាប្រជាអរគុណបាទលោកប្រជាសូមចុះហត្ថលេខាលើឯកសារផងតែប៉ុណ្ណឹងទេចាអរគុណច្រើនចាខ្ញុំត្រឡប់ទៅមុនហើយលោកប្រជាបាទ
នេះពួកលោកត្រូវការស្អីបើត្រូវការលុយនេះ សុខខ្លួនឯងក៏ត្រូវប្រយ័ត្នខ្លួនដែរណាបើនៅក្បែរនាយនោះគេអាចនឹងធ្វើអ្វីឆ្កួតមកលើសុខថាបានបើមានដំណឹងអ្វីប្លែកសុខត្រូវប្រាប់ខ្ញុំឲ្យដឹងភ្លាមណាលោកអង្គលោកអង្គក្រៅហើយដែលបានជាមកសម្រានលក់នៅទីនេះទៅវិញលោកជំទាវឲ្យខ្ញុំមកចាំលោកប្រធាននៅទីនេះបាទស្មាននេះហើយនៅមិនទាន់ត្រឡប់មកវិញទៀតតាមធម្មតាក៏មិនដែលមកវិញយប់ជ្រៅដល់ថ្នាក់នេះទេមកតាំងពីថ្ងៃមុនពេលព្រះអាទិត្យលិចទៅទៀតព្រោះត្រូវត្រឡប់ទៅជួយមើលក៏ត្រូវការងារក្រុមហ៊ុនលោកជំទាវថ្ងៃនេះហេតុអីនៅមិនទាន់ឃើញមកវិញទៀតណាហ្នឹងចាំខ្ញុំអត់បានទេអាឆាំដាក់ថ្នាំសម្លាប់ទៅលើឯងខ្លាំងពេកពិតជាប្របាត់មែនហើយនេះឯងមិនទាន់ស្លាប់ទេខ្ញុំមិនងាយស្លាប់ទេយ៉ាងម៉េចខកចិត្តខ្លាំងទេដែលខ្ញុំមិនទាន់ស្លាប់ឯងត្រូវការស្អីខ្ញុំត្រូវការអ្វីៗគ្រប់យ៉ាងដែលឯងនេះខ្ញុំគួរតែបានពីលោកប៉ាឧត្តមសេនីយ៍របស់យើងនិយាយប៉ុណ្ណឹងឯងពិតជាយល់ហើយឯងជាមនុស្សឆ្លាតរៀនចប់ថ្នាក់ដុកទ័រនេះឯងប្រឹងធ្វើស្អីបានបើខ្ញុំប្រាប់ឯងពេលនេះពិតជាលែងបានសប្បាយហើយពេលនេះឯងនឹងស្ងៀមទៅរឿងទាំងអស់ទោះឲ្យខ្ញុំជាអ្នកចាត់ចែងដោយខ្លួនឯង